ST សំឡេងដើមសំឡេងកណ្ដាលនិងសំឡេងចុងបាទអញ្ចឹងបងប្អូនព្យាយាមសម្គាល់តាមនឹងទៅជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាមេរៀនល្អមួយទៀតហើយអញ្ចឹងបងប្អូនងាកមើលមកក្រោយមកបាទអញ្ចឹងថ្ងៃនេះយើងនឹងសិក្សាអំពីសំឡេងរបស់ ST បាទ ST អញ្ចឹងចង់ដឹងថាសំឡេងរបស់ ST ហ្នឹងដូចម្ដេចដែរយើងចូលទៅសិក្សាទាំងអស់គ្នាណាបាទអញ្ចឹងទីនេះខ្ញុំដាក់ថា beginning សំដៅទៅដល់ ST វានៅខាងដើមពាក្យតែម្ដងនេះដូចពាក្យទី1នេះបាទយើងអានថា staff បាទ start បាទ start alpha staff បាទអញ្ចឹងត្រង់កន្លែងនេះ ST នៅខាងដើមមានសំឡេង start អញ្ចឹងណា start off staff ប្រែថាបុគ្គលិកបាទមកដល់ពាក្យទី2នេះយើងអានថា stand stand ប្រែថាឆោតបាទនិងមួយទៀតយើងអានថា stop ប្រែថាឈប់បាទដូច្នេះទាំង3ពាក្យនេះគឺតកតនឹង ST នេះមានសំឡេង stop នៅខាងដើមណា stop អញ្ចឹងយើងចូលទៅដល់ចំណុចមួយទៀតគឺ middle បាទ middle មានន័យថា ST នឹងនៅកណ្ដាលពាក្យម្ដងថាតាមមានសំឡេងដូចម្ដេចដែរណានេះអញ្ចឹងពាក្យនេះយើងអានថា rooster បាទ rooster នេះ r u star បាទអញ្ចឹងឃើញថា ST នៅកណ្ដាលពាក្យបែបនេះក៏វាមានសំឡេង star ដែរណាហ្នឹងហើយ rooster ប្រែថាមាន់ជល់ណាបាទនិងពាក្យបន្ទាប់នេះយើងអានថា history បាទនេះ h i មក star r e history ប្រែថាប្រវត្តិបាទនិងពាក្យបន្ទាប់នេះយើងអានថា poster p o star ណា poster ប្រែថាផ្ទាំងរូបភាពបាទដូចជាការផុស poster ជ្រើសរើសបុគ្គលិកអីជាដើមហ្នឹងហើយអញ្ចឹងដល់ពេលខ្មែរយើងថាផ្ទាំងរូបភាពណាអង់គ្លេសយើងថា poster ដូច្នេះសរុបមកថា ST នៅពេលដែលនៅកណ្ដាលពាក្យក៏មានសំឡេង start ដែរណាហ្នឹងហើយចូលទៅដល់ចំណុចមួយទៀតគឺ end បានន័យថា ST នេះនៅខាងក្រោយគេបង្អស់វិញនៅខាងក្រោយពាក្យបង្អស់ថាតើមានសំឡេងដូចម្ដេចដែរមកពាក្យទី1នេះយើងអានថា post បាទអញ្ចឹង ST នៅខាងក្រោយមានសំឡេង វិញណាសំឡេងខុសពីខាងដើមកណ្ដាលបាទសំឡេងខុសណាមានតែសំឡេងទេ post ប្រែថាប្រកាសបាទពាក្យមួយទៀតនេះយើងអានថា test ប្រែថាសាកល្បងណាសាកល្បងទីនេះសំដៅដល់ការសាកល្បងដូចជាប្រឡងសាកល្បងសមត្ថភាពអីណាហ្នឹងហើយបងប្អូនបាទនិងពាក្យបន្ទាប់នេះយើងអានថា first បាទ first ប្រែថាទី1បាទអញ្ចឹងបញ្ជាក់ជូនបងប្អូន ST នៅខាងក្រោយអញ្ចឹងមានតែសលេងអត់ដូចខាងដើមនិងកណ្ដាលទេបាទមានតែសលេងបាទដូច្នេះថ្ងៃនេះយើងសិក្សាអំពី ST សំឡេងដើមសំឡេងកណ្ដាលនិងសំឡេងចុងបាទអញ្ចឹងបងប្អូនព្យាយាមសម្គាល់តាមនឹងទៅដូច្នេះបើសិនជាបងប្អូនចាប់អារម្មណ៍ថ្នាក់មូលដ្ឋានគ្រឹះភាសាអង់គ្លេសកម្រិតដំបូងទាំង VIP និងជុំគ្នាបងប្អូនគ្រាន់តែ comment ពាក្យថា OK នៅក្រោមវីដេអូបន្តមកទៀតនឹងទទួលបានព័ត៌មានសិក្សាជួបគ្នាវីដេអូក្រោយបើសិនជាបងប្អូនចង់ចេះស្រៈព្យញ្ជនៈនិងអានពាក្យឲ្យបានត្រឹមត្រូវតោះរៀនភាសាអង់គ្លេសជាមួយ OLF